ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍កាន់វីដេអូរបស់ខ្ញុំបាទនេះគឺអ្នកថតវីដេអូរបស់ឲ្យខ្ញុំបាទឃើញរៀងតូចច្រឡឹងអញ្ចឹងហៅពេលខ្លះឃើញវីដេអូអត់សូវច្បាស់ឬក៏នៅមិនស្ងៀមទេសូមមកខន្តីអភ័យទោសផងសម្រាប់អ្នកទេសនាបាទអូខេអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូចែកម្លែកមួយតាក់ទងជាមួយនឹងករណីយើងចាំមេកូហើយកាត់កូនហើយបាន1ម៉ោង2ម៉ោងឬក៏4ម៉ោងហើយវាធ្លាក់សុកអញ្ចឹងខ្ញុំបង្ហាញពីទស្សនវិជ្ជានៃការព្យាបាលឬចាក់ធ្លាក់សុករបស់វាបើយើងមិនចាក់ទម្លាក់សុកទៅលើមេកូទេមេកូរបស់បងប្អូនអ្នកគ្នានឹងមិនចេញទឹកដោះទេអញ្ចឹងធ្វើឲ្យកូនអត់មានទឹកដោះវាអាចបណ្ដាលឲ្យកូននឹងស្លាប់ឬមេកូនឹងវានឹងឡើងកម្ដៅខ្លាំងឈានទៅដល់អត់ស៊ីស្មៅអញ្ចឹងអាចប៉ះពាល់ដល់ទឹកដោះរួមជាមួយនឹងពេលខ្លះក៏ដល់អាយុជីវិតផងដែរអញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាកំពុងតែចិញ្ចឹមគោហើយផើមហើយអត់ទាន់មានជួបប្រទះបញ្ហាគឺយើងត្រូវទី1ត្រូវមានថ្នាំត្រៀមថ្នាំបាក់ស្បូននិងថ្នាំប៉ូវនៅជាប់នឹងទ្រុងរបស់យើងនឹងខ្លួនទី2បើសិនជាករណីដែលគោបងប្អូនអ្នកគ្នាជួបប្រទះនៃការនៃអត់ធ្លាក់សុកដូចបែបហ្នឹងគឺចាំបាច់ត្រូវតែ2ម៉ោងខាងក្រោយពេលដែលកើតអត់ធ្លាក់គឺយើងប្រញាប់ចាក់ថ្នាំជួយសង្គ្រោះវាជាបន្ទាន់បើពុំនោះទេអាចឈានដល់ការលំបាកខ្លាំងសម្រាប់យើងក៏ដូចជាសត្វរបស់យើងអញ្ចឹងករណីនេះគឺជាមេរៀនមួយក៏ដូចជាបទពិសោធន៍មួយសម្រាប់បងប្អូនទាំងគ្នាយកទៅអនុវត្តក៏ដូចជាអាចជាមេរៀនទុកជាបទពិសោធន៍ផងដែរអញ្ចឹងសម្រាប់បងទាំងគ្នាត្រូវការជាប្រភេទថ្នាំវ៉ាក់សាំងគោថ្នាំព្យាបាលគោគ្រប់មុខទាំងអស់រួមជាមួយនឹងថ្នាំទម្លាក់សុកក្រោយពេលកើតហើយមិនរួចឬក៏អត់សូវមានទឹកដោះថ្នាំជំនួយថ្នាំអីផ្សេងៗអាចតំណបានឬក៏គ្រាន់តែប្រឹក្សាយោបល់អាចសាកសួរព័ត៌មានក៏បានដែរខ្ញុំដាក់លេខទូរស័ព្ទនៅលើ Telegram ហ្នឹងសម្រាប់បងប្អូនអ្នកគ្នាសាកសួរអំពីរបៀបនៃការចាក់ឬក៏ករណីក្រៅពីគោអាចជ្រូកមន់ទាឆ្កែឆ្មាតែអ្វីដែលខ្ញុំមានបទពិសោធន៍កន្លងមកក្នុងការព្យាបាលទៅមានប្រសិទ្ធភាពឬក៏បរាជ័យខ្ញុំផ្ដល់ព័ត៌មានជូនបាទអញ្ចឹងអាចសាកសួរបន្ថែមបាទអញ្ចឹងនេះខ្ញុំបង្ហាញពីសកម្មភាពនៃការចាក់ទៅលើគោដែលវាអត់ធ្លាក់សុកអញ្ចឹងគោគាត់នេះកើតតាំងពីម៉ោង12ថ្ងៃត្រង់រហូតដល់ម៉ោង4នេះបានគាត់តំណងមកហៅយកទៅចាក់តែម្ដងអញ្ចឹងករណីហ្នឹងគឺវាខំប្រឹងដែរប៉ុន្តែវាអស់កម្លាំងហើយវាកើតកូនហើយវាលែងមានកម្លាំងនៃការកត្រាក់ឲ្យស្បូនហ្នឹងវាខ្សោយលែងមានកម្លាំងកត្រាក់ឲ្យសុកនឹងធ្លាក់អញ្ចឹងយើងត្រូវតែប្រញាប់ព្យាបាលទម្លាក់វាបានតន់ដើម្បីឲ្យទឹកដោះវាចេញបានល្អឲ្យកូនបាទអានឹងគឺជាចំណុចពិសេសហើយបាទហើយសកម្មភាពវីដេអូរៀងអត់សូវល្អអីជាស្រ័យដោយសារតែយើងឃើញហើយដើមវីដេអូមួយហ្នឹងគឺអ្នកថតវីដេអូហ្នឹងគឺតំតែអាយុ7ឆ្នាំទេបាទក៏ជួយបាទអញ្ចឹងកាមេរ៉ាមែនវ័យក្មេងអញ្ចឹងករណីពេលខ្លះក៏អាចខន្តីបិទោសផងដែរបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនអ្នកគ្នាមានជាចម្ងល់តាក់ទងជាមួយនឹងការចិញ្ចឹមសត្វចង់ប្រឹក្សាយោបល់ឬក៏ដូចជាតម្រូវការវ៉ាក់សាំងគ្រប់ប្រភេទគ្រប់សត្វទាំងអស់ជ្រូកមាន់ទាគោឆ្កែក្របីឬក៏ត្រូវការថ្នាំព្យាបាលអាចតំណមកកាន់លេខទូរស័ព្ទដែលខ្ញុំដាក់នៅលើវីដេអូដើម្បីខ្ញុំរៀបចំផ្ញើជូនតាមបណ្ដាខេត្តក្រុងទាំងអស់ឬក៏បងប្អូនអ្នកគ្នាសាកសួរព័ត៌មានក៏បានដែរបាទសូមអរគុណសូមគោរពលា